បាទជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនជនរួមវិស័យ Facebook ទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនអំពីការធ្វើញោមស្លឹកត្រចៀកជ្រូកបងប្អូនប៉ុន្តែវីដេអូនេះគឺអត់បានបង្ហាញទាំងស្រុងទេបងប្អូនគឺកាត់យកខ្លីៗព្រោះអីកុំឲ្យវាវែងពេកចឹងណាបងប្អូនគឺវិធីធ្វើអត់មានអីច្រើនទេបងប្អូនជាជំហានដំបូងនោះគឺយើងស្ងោរស្លឹកត្រចៀកជ្រូកឲ្យឆ្អិនទៅស្ងោរនោះមានដាក់គល់ស្លឹកគ្រៃស្លឹកក្រូចចម្ដេងអីធម្មតាចឹងទៅបងប្អូនស្ងោរឲ្យឆ្អិនហើយយើងយកស្លឹកត្រចៀកជ្រូកនឹងមកហាន់ចំណិតស្ដើងមុំអាចដែលយើងហូបបានណាបងប្អូនបាទបន្ទាប់ពីយើងហាន់ស្លឹកត្រចៀកជ្រូករួចរាល់ហើយយើងក៏ចាប់ផ្ដើមបុកម្ទេសខ្ទឹមសខ្ទឹមក្រហមលាយចូលគ្នាមកបងប្អូនយើងធ្វើដូចទឹកជ្រលក់ទឹកត្រីកោះកុងអញ្ចឹងយើងលាយគ្រឿងក្រៅប៊ីចេងស្ករអីច្បាច់ក្រូចឆ្មាច្បាច់អីរួចរាល់មកហើយភ្លក់មើលទៅជ្រក់នឹងល្មមហើយយើងយកមកលាយជាមួយនឹងសាច់ត្រចៀកជ្រូកដែលយើងបានហាន់ទុកហ្នឹងបងប្អូនហើយកាលដែលយើងលាយយកមកញោមហ្នឹងគឺយើងលាយបដាភ្លក់បដាទៅណាបងប្អូនថាខ្វះខាតអីយើងថែមថយទៅតាមចំណង់ចំណូលចិត្តរបស់យើងបន្ថែមទៀតចឹងណាបងប្អូនហើយបន្ទាប់មកហ្នឹងបន្ទាប់ពីយើងញោមរួចហើយហ្នឹងយើងហាន់ស្លឹកជីស្លឹកខ្ទឹមត្រៀមទុកដើម្បីរោយជាចុងក្រោយបងប្អូនបាទបន្ទាប់ពីយើងញោមច្បល់ចុះច្បល់ឡើងឲ្យគ្រឿងបញ្ចូលគ្នាសពគ្រប់បែបយ៉ាងហើយយើងក៏ចាប់តាមភ្លក់រសជាតិមើលថាល្មមសមគួរហើយក៏ចាប់ដើមរោយស្លឹកជីហើយនិងស្លឹកខ្ទឹមពីលើបងប្អូនគឺជាការស្រេចហើយបងប្អូនបាទវីដេអូដែលបង្ហាញអំពីវិធីញោមស្លឹកត្រចៀកជ្រូកបងប្អូនគឺអត់មានអីត្រូវរៀបរាប់វែងឆ្ងាយអីទេបងប្អូនមានតែប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងតាមដានទស្សនាពីដើមរហូតដល់ចប់ហើយក៏សូមអរគុណបងប្អូនដែលតែងតែស្រឡាញ់រាប់អានខ្ញុំបាទហើយតែងតែជួយគ្រប់គ្រងតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទជារៀងរហូតមកបាទសូមឲ្យបងប្អូនរកទទួលទានមានបានជួបប្រទេសតែសេចក្តីសុខសេចក្តីចម្រើននិងសម្រេចនៅគោលដៅគ្រប់គ្នាបាទសូមអរគុណហើយក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងកាយវិការត្រង់ណាមិនសមរម្យព្រមទាំងពាក្យសម្ដីអត្ថាធិប្បាយកន្លែងណាឆ្កងអីសូមបងប្អូនកុំប្រកែកប្រកាន់និងខន្តីអភ័យទោសដល់រូបខ្ញុំបាទផងហើយកុំភ្លេចជួយតាមដាននៅវីដេអូក្រោយៗជាបន្តទៀតផងបាទសូមអរគុណបងប្អូនហើយជាពិសេសកុំភ្លេចជួយចុច like និង comment ខាងក្រោមវីដេអូម្នាក់មួយផងដើម្បីជាការលើកទឹកចិត្តក្នុងការផលិតវីដេអូជាបន្តទៅទៀតផងបាទ